ឃើញមានបងប្អូនឧស្សាហ៍សួរតម្លៃហើយចង់ដឹងតម្លៃនៃអីវ៉ាន់ទូទៅហ្នឹងហើយបងប្អូនអញ្ចឹងអត់ពិបាកទេបងប្អូនដែលគាត់ប្រើ Telegram បងប្អូនអាចចូលទៅមើលនៅក្នុង Channel Telegram តម្លៃមានស្រាប់នៅហ្នឹងហើយបើបងប្អូនប្រើ Facebook ហ្នឹងបងប្អូនអូសមកក្នុង comment ណាភាគច្រើនពេលដែលខ្ញុំផុសខ្ញុំដាក់តម្លៃនៅក្នុង comment ហ្នឹងឬក៏ link នៃ system តែម្ដងបងប្អូនអាច check បានហើយថ្ងៃនេះគឺប្រភេទអង្គប់នេះគឺយើងចូលហើយអញ្ចឹងប្រភេទអង្គប់នេះគឺខ្ញុំដាច់ stop ភាសាឥឡូវយើងចាប់ផ្ដើមយកចូលវិញហើយប្រភេទអង្គប់នេះជាប្រភេទអង្គប់ជាន់នៅខាងប្រទេសកណ្ដាលនេះគឺសម្រាប់ជាន់ណាហើយអង្គប់នោះមាន3ប្រភេទដូចខ្ញុំធ្លាប់បង្ហាញប្រាប់បងប្អូនអញ្ចឹង3ប្រភេទខុសគ្នាមួយប្រភេទជាន់មួយប្រភេទមានធ្មេញមួយប្រភេទអត់ធ្មេញសម្រាប់អង្គប់នេះ10តម្លៃ25,000យក20 free ដឹកជូនណាបងប្អូនអញ្ចឹងអង្គប់នោះគឺមាន stop វិញហើយនៅពេលដែលខ្ញុំផុសពីអង្គប់នោះអញ្ចឹងខ្ញុំដាក់ link system នៅខាងក្រោម comment បងប្អូនអាចចូលទៅ check មើលបានតម្លៃមាននៅនឹងស្រាប់ហើយបងប្អូនអត់ប្រវាយសម្រាប់បងប្អូនដែលគាត់ឆាតមកកំងក្នុង page ក៏បាន Telegram ក៏បានឬបងប្អូនអាចចូលទៅកំងនៅក្នុងប្រព័ន្ធ system នឹងតែម្ដងណាដោយសារតែកាលមុនបងប្អូនអាសាសួរខ្ញុំថាដែលខ្ញុំតបឆាតអត់តាន់អញ្ចឹងបងប្អូនថាឲ្យរើសអ្នកជួយតបឆាតអញ្ចឹងក៏ពិតបងប្អូនអីវ៉ាន់យើងច្រើនពេលខ្លះអ្នកតបឆាតមកมันប្រកាសថាស្រួលក្នុងការគ្រប់គ្រងឯងបងប្អូនពេលខ្លះពិបាកដែរអញ្ចឹងបានខ្ញុំអត់ជ្រើសរើសជាមួយនឹងគ្រឹះអ្នកជួយតបឆាតប៉ុន្តែខ្ញុំប្រើប្រព័ន្ធ system ហើយបងប្អូនដែលធ្លាប់ឃើញពេលដែលខ្ញុំផុសហើយខ្ញុំតែងតែដាក់ link នៅខាងក្រោម comment ណាពេលបងប្អូនដែលតាមអាន page ខ្ញុំអញ្ចឹងក៏អាសាឃើញខ្ញុំដាក់ link នៅក្រោម comment ហ្នឹងគឺជា link ប្រព័ន្ធ system link តម្លៃគ្រប់ទំនិញទាំងអស់បើបងប្អូនចង់ដឹងតម្លៃទំនិញណាមួយឬក៏ចង់ដឹងថាក្នុង page ខ្ញុំនឹងលក់អីវ៉ាន់អីខ្លះបងប្អូនគ្រាន់តែចុចចូលនៅក្រោម comment អីវ៉ាន់ដែលខ្ញុំផុសហ្នឹងទៅបងប្អូនអាចនឹងឃើញ link មួយ link ហ្នឹងគឺគេ load alert តម្លៃនៅពេលដែលខ្ញុំផុសឧទាហរណ៍ថាប្រភេទអង្គប់នេះមួយអញ្ចឹងគឺខ្ញុំដាក់ link នឹងហើយគឺតម្លៃគឺ alert load នៅលើអេក្រង់ហ្នឹងតែម្ដងអញ្ចឹងអត់ប្រហែលទេបើបងប្អូនចង់ដឹងអីវ៉ាន់ហ្នឹងប៉ុន្តែបើបងប្អូនចង់ដឹងអីវ៉ាន់ផ្សេងឧទាហរណ៍នេះ page ខ្ញុំអញ្ចឹងបងប្អូន scroll មកនឹងឃើញហ្នឹងអង្គប់នេះខ្ញុំទៅផុសអញ្ចឹងបញ្ជាក់ថាអីវ៉ាន់ហ្នឹងគឺយើងទៅយកចូលដោយសារវាដាច់ stop ភាសាចាហើយបងប្អូនឃើញ comment នេះបងប្អូនចុចនៅកន្លែង comment ហ្នឹងទៅបងប្អូននឹងឃើញ link មួយនេះ link នេះគឺតម្លៃបងប្អូនឃើញ load តម្លៃនៅលើហ្នឹងហើយអញ្ចឹងនេះជាតម្លៃអីវ៉ាន់ហ្នឹងហើយបើបងប្អូនចង់ឲ្យកាន់តែច្បាស់បងប្អូនអាចចុចចូលក្នុង link ហ្នឹងទៀតនៅពេលដែលចុចចូលអញ្ចឹងគឺយើងចំណាយពេលចាំបន្តិចបើសិនអ៊ីនធឺណិតយើងរៀង slow បងប្អូនអាចចាំបន្តិចទៅវានឹងចូលទៅដល់នៃប្រព័ន្ធ system ហ្នឹងតែម្ដងហើយចំពោះប្រព័ន្ធ system ហ្នឹងគឺងាយស្រួលហើយសុវត្ថិភាពជូនបងប្អូនហើយបងប្អូនអាចមើលគ្រប់ទំនិញដែលបងប្អូនចង់បាននៅក្នុងហ្នឹងបានបងប្អូនអាចឆែកមើលតម្លៃអាចឆែកមើល stock នៅក្នុងហ្នឹងគឺអីវ៉ាន់ដែលខ្ញុំផុសភាគច្រើនគឺអីវ៉ាន់ដែលខ្ញុំ stock ទុកតែម្ដងអញ្ចឹងអត់ពិបាកទេនៅពេលរាល់ការកម្មរបស់បងប្អូនគឺអីវ៉ាន់ចេញប្រចាំថ្ងៃជូនមួយថ្ងៃចេញ2ជើងជូនណាឧទាហរណ៍ដូចអង្គប់នេះអញ្ចឹងតម្លៃរបស់វាគឺ25,000បងប្អូនយក20បានខ្ញុំ free ដឹកហើយយកធម្មតាតែ10សេវាក្រៅ6,000ហើយមួយទៀតពេលដែលបងប្អូនឃើញអាហ្នឹងហើយបងប្អូនឃើញពាក្យចូលទៅមើលហាងនិងពាក្យផ្ញើសារបើបងប្អូនផ្ញើសារគឺខ្ញុំអាចតបសារក្នុងនឹងបានបើបងប្អូនចូលពាក្យទៅមើលហាងបងប្អូននឹងឃើញអីវ៉ាន់ដែលខ្ញុំលក់ទាំងអស់តែម្ដងក្នុងហ្នឹងគឺមានប្រភេទនៃឧបករណ៍គ្រឿងដែកឧបករណ៍គ្រឿងស្ទូចដូចប្រភេទនុយប្រភេទផ្លែអញ្ចឹងណាហើយអីវ៉ាន់យើងមានច្រើនទៀតដែលខ្ញុំត្រៀមនឹងបញ្ចូលក្នុងនឹងទាំងអស់តែម្ដងហើយជាមួយនឹងប្រភេទសំណាញ់ជាមួយនឹងអួនជាមួយនឹងមងគឺមានច្រើនប្រភេទបងប្អូនអញ្ចឹងបានខ្ញុំបញ្ជាក់ប្រាប់បងប្អូនថាអីវ៉ាន់ភេកខ្ញុំគឺលក់ច្រើនណាស់បើសិនជាបងប្អូនមានទិន្នន័យអីវ៉ាន់ណាមួយបងប្អូន send ទៅងាយស្រួលខ្ញុំប្រាប់ព័ត៌មានជូនតែបើបងប្អូនចំណាយពេលក្នុងការឆាតមកខ្ញុំហើយពេលខ្លះខ្ញុំគាត់តបឬក៏បងប្អូនមានការបញ្ញាប់បងប្អូនអាចចូលកំងក្នុង system នោះតែម្ដងគឺងាយស្រួលកំងឯងបងប្អូនដែលធ្លាប់ប្រើ app កំងទំនិញក្រៅប្រទេសអីអ្នកខ្លះគាត់ចេះកំងគឺគាត់អាចធ្វើការកំងបានគឺអត់ខុសគ្នានៅពេលដែលបងប្អូនមើលទំនិញហ្នឹងគឺតម្លៃវានៅលើនឹងស្រាប់បងប្អូនចង់បានអីវ៉ាន់មួយណាឧទាហរណ៍ប្រភេទអីវ៉ាន់ដែលបងប្អូនកំពុងតែមើលហ្នឹងមួយណាដែលបងប្អូនចាប់អារម្មណ៍កំពុងតែស្វែងរកបងប្អូនឃើញរូបកន្ត្រកហ្នឹងគឺជារូបដែលយើងអាចធ្វើការកំងក្នុងហ្នឹងពេលដែលបងប្អូនចង់បានបងប្អូនគ្រាន់តែចុច select នៅលើហ្នឹងចំនួនដែលបងប្អូនចង់បានទៅចានៅពេលហ្នឹងបងប្អូនគេទាមទារបងប្អូនបញ្ជាក់ទីតាំងនិងលេខទូរស័ព្ទពេលនោះបងប្អូនបញ្ចូលលេខទូរស័ព្ទនិងទីតាំងរបស់បងប្អូនហើយនឹង password សម្រាប់ login ចូលបងប្អូនដាក់ password ទៅអញ្ចឹងលើកក្រោយនៅពេលដែលបងប្អូនចូលកម្មវិធីម្ដងទៀតបងប្អូនវាយដាក់ password ចាស់បងប្អូននឹងមានទិន្នន័យចាស់របស់បងប្អូនកំងឲ្យបានមួយណាក៏បានហើយបើសិនជាបងប្អូនដូរទិសដៅទៅតំបន់ណាផ្សេងបងប្អូនគ្រាន់តែចូលកែទីតាំងរបស់បងប្អូនទៅឬក៏លេខទូរស័ព្ទដែលបងប្អូនផ្លាស់ប្ដូរនឹងទៅគឺអាចធ្វើការកំងបានធម្មតាហើយបងប្អូនកំងពេលណាម៉ោងណាក៏បានដែរគឺងាយស្រួលអញ្ចឹងទៅខ្ញុំប្រើប្រព័ន្ធ system ហ្នឹងខ្ញុំគិតថាវាងាយហើយវាសុវត្ថិភាពហើយបងប្អូនអត់បាច់ចំណាយពេលហើយពេលខ្លះដូចថាមិនស្មុគស្មាញច្រើននៅពេលដែលបងប្អូនមានតម្រូវការជាមួយនឹងបានណាមួយពិសេសមកចាស់បើសិនជាគាត់មានតម្រូវការជាមួយបានណាមួយការតបឆាតខ្ញុំមានយឺតឬក៏បងប្អូនបញ្ញាប់មានការអីបងប្អូនអាចធ្វើការកំងបានអីវ៉ាន់យើងចេញជូនមួយថ្ងៃពីរជើងព្រឹកមួយជើងល្ងាចមួយជើងនៅពេលតនេខ្ញុំនឹងចូលមើលសម្រាប់អ្នកកំងខ្ញុំនឹងរៀបអីវ៉ាន់ជូនហើយខ្ញុំនឹងតាក់ទងទៅគាត់តែម្ដង